សូមជម្រាបសួរមិត្តអ្នកសិក្សាទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងនិយាយអំពីប្រភពនៃនីតិតើប្រភពនីតិកើតចេញពីណាខ្លះនីតិមានប្រភពជាច្រើនដែលក្នុងករណីនេះខ្ញុំសូមលើកយកនៅប្រភពពីរដែលបង្កើតឲ្យមានវិធាននីតិដែលជាប្រភពជាតិនិងអន្តរជាតិប្រភពជាតិនឹងត្រូវបានបែងចែកជាពីរទៀតគឺប្រភពផ្ទាល់និងប្រភពចេញពីការបកស្រាយច្បាប់ប្រភពផ្ទាល់មានដូចជារដ្ឋធម្មនុញ្ញនេះច្បាប់គោលឬក៏ច្បាប់គ្រឹះរបស់រដ្ឋកំណត់ពីទម្រង់អធិបតេយ្យភាពរបបនយោបាយការគ្រប់គ្រងស្ថាប័នរដ្ឋសេដ្ឋកិច្ចសង្គមរួមទាំងកំណត់ពីសិទ្ធិនិងកាតព្វកិច្ចរបស់ប្រជាពលរដ្ឋច្បាប់ត្រូវបានបែងចែកជាពីរច្បាប់អង្គិននិងច្បាប់ធម្មតាច្បាប់អង្គិនជាច្បាប់ដែលអនុម័តដោយរដ្ឋសភានិងព្រឹទ្ធសភាដើម្បីបញ្ជាក់បន្ថែមឲ្យច្បាស់លាស់ឬសម្រាប់បំពេញបន្ថែមនៅបទបញ្ញត្តិនានារបស់រដ្ឋធម្មនុញ្ញក្នុងគោលបំណងសម្រាប់កំណត់បែបបទនៃការរៀបចំនិងការប្រព្រឹត្តទៅនៃអំណាចសាធារណៈនានាច្បាប់នេះអាចថាជាច្បាប់រៀបចំអង្គការចាត់តាំងក៏បានដែរឧទាហរណ៍ច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រីចុះថ្ងៃទី20 ខែកក្កដាឆ្នាំ1994ហើយច្បាប់ធម្មតាជាច្បាប់ដែលអនុម័តដោយរដ្ឋសភាព្រឹទ្ធសភាតាមការកំណត់ក្នុងរដ្ឋធម្មនុញ្ញសម្រាប់បម្រើផលប្រយោជន៍ទូទៅរបស់ប្រជាពលរដ្ឋឧទាហរណ៍ច្បាប់ភូមិបាលច្បាប់ការងារលក្ខណៈលក្ខគូក៏សម្គាល់ដែរច្បាប់ក្នុងករណីដែលរដ្ឋាភិបាលមានគំនិតដូចផ្ដើមធ្វើច្បាប់គេហៅថាសេចក្តីព្រេងច្បាប់ហើយបើសភាមានគំនិតដូចផ្ដើមវិញគេហៅថាសេចក្តីស្នើច្បាប់ហើយមួយទៀតទាក់ទងជាមួយនឹងបទបញ្ជានេះគឺមានច្រើនមានជាបណ្ដាបន្ទាត់ឋានគតិយុត្តរបស់អង្គការនីតិប្រតិបត្តិមានដូចជាព្រះរាជក្រឹត្យចេញដោយព្រះមហាក្សត្រអនុក្រឹត្យចេញដោយប្រមុខរដ្ឋាភិបាលប្រកាសចេញដោយថ្នាក់ដឹកនាំក្រសួងដីកាចេញដោយអាជ្ញាធរខេត្តក្រុងហើយទាក់ទងនឹងប្រភពណាចេញមកពីការបកស្រាយច្បាប់ដែលយើងសង្កេតឃើញថានឹងមានជាក់ស្ដែងតាមរយៈយុទ្ធសាស្ត្រនិងទ្រឹស្ដីទស្សនវិទូណាយុទ្ធសាស្ត្រហ្នឹងគឺដែលជាទម្រង់នៃសេចក្តីសម្រេចរបស់តុលាការគ្រប់ជាន់ថ្នាក់ដែលបានចងក្រងឡើងសម្រាប់ណាជាណាដំណោះស្រាយនៃវិវាទណាមួយដែលច្បាប់មិនបានចែងឬច្បាប់មានភាពខ្វះចន្លោះតែមិនឲ្យប្រឆាំងទៅនឹងវិធានច្បាប់ទេហើយមួយទៀតទាក់ទងនឹងទ្រឹស្ដីវិទូបានន័យថាទ្រឹស្ដីដែលមានន័យជាទម្រង់ស្នាដៃឬក៏ជាពាក្យសម្ដីរបស់អ្នកឯកទេសណាសាស្ត្រាចារ្យច្បាប់មួយចំនួនដោយគាត់ធ្វើការវិភាគទៅលើច្បាប់ណាមួយវិធានណាមួយឬក៏បញ្ហាណាមួយហើយបានផ្ដល់ជាយោបល់ដោយការចងក្រងនៅក្នុងសៀវភៅឬក៏នៅក្នុងទស្សនាវដ្តីហើយទី2ទាក់ទងជាមួយនឹងប្រភពអន្តរជាតិជាទូទៅប្រភពអន្តរជាតិរបស់វិធាននៃនីតិនេះកើតមកពីកិច្ចណាព្រមព្រៀង
អន្តរជាតិដែលត្រូវបានបង្កើតឡើងដោយរដ្ឋនឹងរដ្ឋឬរវាងរដ្ឋនិងអង្គការអន្តរជាតិឬរវាងអង្គការអន្តរជាតិនិងអង្គការអន្តរជាតិយើងឃើញថាមានដូចជាអនុសញ្ញាណាកតិកាសញ្ញាណាដែលមានភ្ជាប់រវាងរដ្ឋនិងរដ្ឋណាឬក៏សង្គមអន្តរជាតិហ្នឹងដូចជាសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ណាអាស៊ាន European Union អីចឹងដើមណាដែលមានការព្រមព្រៀងពីប្រទេសមួយនិងប្រទេសមួយឬក៏រដ្ឋមួយនិងរដ្ឋមួយអញ្ចឹងណាឬក៏ច្រើនអញ្ចឹងទៅហ្នឹងគឺហួបច្បាប់ហ្នឹងចេញមកតាមរយៈការព្រមព្រៀងយើងឃើញថាមានច្រើនប៉ុន្តែអ្វីដែលសំខាន់នោះខ្ញុំគ្រាន់តែសង្ខេបខ្លីៗតែប៉ុណ្្នឹងឯងដើម្បីចែកជូនដល់បងប្អូនអញ្ចឹងសូមអរគុណច្រើន